រឿងកូនស្រីមហាសេដ្ឋីនិងឪពុកពីកាកាលពីព្រេងនាយនៅក្នុងក្រុងតាធំមួយមានមហាសេដ្ឋីម្នាក់គាត់មានកូនស្រីមួយឈ្មោះនាងស្រីទូចនាងស្រីទូចជានារីដែលមានទ្រព្យសម្បត្តិច្រើនតែចិត្តរបស់នាងពោរពេញទៅដោយភាពក្រអឺតក្រទុំឪពុករបស់នាងឈ្មោះតាទូចកាលពីមុនលោកតាធ្លាប់ជាអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុន្តែក្រោយពីលោកតាដាច់សរសៃឈាមក្នុងខួរក្បាលជើងក៏ស្ពឹកស្រពន់និងមិនអាចដើរបាននាងស្រីទូចខ្មាស់ឪពុកណាស់ក៏នាំយកទៅដាក់ក្នុងបន្ទប់ងងឹតខាងក្រោយនាងស្រីទូចមិនដែលមកបម្រើឪពុកដោយខ្លួនឯងទេនាងឲ្យតែអ្នកបម្រើយកបាយទឹកមកដាក់ហើយប្រសិនបើលោកតាធ្វើឲ្យនាងខ្មាស់នាងក៏ជេរប្រមាថលោកតាគួរតែស្លាប់ទៅទៀតនាងរអ៊ូហើយបោះនំប៉័ងដុំមួយទៅលើឥដ្ឋនៅក្រេម្ខាងនៃភូមិញៀនក្មេងកំប្រាម្នាក់ឈ្មោះនាងស្រីមុំនាងគ្មានទ្រព្យសម្បត្តិអ្វីក្រៅពីខ្ទមតូចមួយនិងឪពុកពិការភ្នែកឈ្មោះតាមុំទោះបីក្រីក្រយ៉ាងណាក៏ដោយនាងស្រីមុំតែងតែថែរក្សាឪពុកដោយក្តីស្រឡាញ់នាងចិញ្ចឹមបាយឪពុកដោយដៃរបស់នាងផ្ទាល់នាងជូតមាត់ឪពុកហើយថ្នមជើងឪពុកដែលស្ពឹកថ្ងៃមួយព្រះមហាក្សត្រទ្រង់ប្រកាសថាយើងចង់រកកូនដែលមានគុណបុការៈខ្ពង់ខ្ពស់បំផុតក្នុងនគរអ្នកដែលឈ្នះនឹងទទួលបានរង្វាន់ដ៏ធំនាងស្រីទូចលឺហើយក៏នឹកឃើញឪពុកដែលខ្លួនបោះបង់ចោលនាងស្រីទូចប្រញាប់ចូលទៅក្នុងបន្ទប់ឪពុកហើយធ្វើពុតជាស្រឡាញ់លោកតាខ្ញុំម្ចាស់សុំទោសដែលធ្វេសប្រហែសព្រះមហាក្សត្រទ្រង់យាងមកសូមលោកតាធ្វើពុតថាយើងជាគ្រួសារដែលសប្បាយរីករាយនាងបញ្ជាឲ្យអ្នកបម្រើសម្អាតផ្ទះទាំងមូលគេបោកជូតដុសខាត់ប្រាក់និងព្យួរវាំងនិនសូត្រថ្មីឪពុករបស់នាងត្រូវបានគេយកទៅដាក់លើពូកដ៏ស្រស់ស្អាតនៅក្នុងសាលធំព្រះមហាក្សត្រទ្រង់ចង់សាកល្បងជាតិកូនដែលទាមទារថាខ្លួនមានគុណូបការៈព្រះអង្គបដូរសម្លៀកបំពាក់ជាអ្នកសុំទានហើយយាងទៅកាន់ផ្ទះរបស់នាងស្រីទូចព្រះអង្គគួរទ្វារហើយអង្គរសំបាយបន្ទួចនាងស្រីទូចចេញមកឃើញក៏ស្អប់ខ្ពស់ហើយស្រែកថាចេញទៅអាអ្នកសុំទានយើងគឺមានបាយសម្រាប់មនុស្សថោកទាបដូចឯងទេរួចក៏បិទទ្វារយ៉ាងខ្លាំងព្រះអង្គយាងទៅកាន់ខ្ទមតូចរបស់នាងស្រីមុំនាងស្រីមុំឃើញអ្នកសុំទានក៏រត់ចេញមកកាន់ចានបាយតូចមួយសូមលោកតាទទួលទានវាមិនច្រើនទេតែវាជាអ្វីដែលយើងមាននាងស្រីមុំអញ្ជើញអ្នកសុំទានឲ្យចូលទៅក្នុងខ្ទមនាងចែកបាយនិងត្រីប្រៃបន្ទួយហើយឲ្យភ្នែកឆានបំផុតទៅអ្នកសុំទានឪពុកពិការភ្នែករបស់នាងញញឹមហើយងក់ក្បាលដែលពេញចិត្តអ្នកសុំទានក្រោកឈរឡើងហើយជូតមុខសម្លៀកបំពាក់រហ័សក៏របួសចិនប្រែคล้ายទៅជាសម្ពុតសួតពណ៌មាសព្រះអង្គជាព្រះមហាក្សត្រនាងស្រីមុំនិងឪពុកភ្ញាក់ផ្អើលក៏ក្រាបថ្វាយបង្គំព្រះមហាក្សត្រទ្រង់លើកនាងស្រីមុំឡើងនាងបានបង្ហាញនូវករុណាធម៌ពិតប្រាកដនាងបានចែកបាយចុងក្រោយរបស់នាងដល់ជនចម្លែកខណៈដែលនាងថែរក្សាឪពុកដោយក្តីស្រឡាញ់នាងជាអ្នកឈ្នះព្រះមហាក្សត្រទ្រង់បញ្ជូនឆ្មាំទៅហៅនាងស្រីទូចមកកាន់វត្តមាននាងស្រីទូចស្លៀកពាក់យ៉ាងស្អាតហើយដើរតាមឆ្មាំដោយមោទនភាពនាងស្រីទូចមកដល់ខ្ទមក្រីក្រនាងឃើញព្រះមហាក្សត្រឈរក្បែរនាងស្រីមុំមុខនាងប្រែជាស្លេកស្លាំងព្រះមហាក្សត្រទ្រង់ត្រាស់ថាយើងបាំងទៅផ្ទះឯងក្នុងរូបអ្នកសុំទានឯងបាំងបណ្ឌិតយើងចិនឯងលែឪពុកពិការក្នុងបន្ទប់ងងឹតព្រះមហាក្សត្រទ្រង់ប្រកាសថាទ្រព្យសម្បត្តិរបស់ឯងនឹងទៅរហូតហើយប្រគល់ឲ្យនាងស្រីមុំវិញនាងជាអ្នកដែលស្គាល់តម្លៃនៃគុណូបការៈពិតប្រាកដនាងស្រីទូចក្រាបអង្វរប៉ុន្តែព្រះមហាក្សត្រមិនព្រមស្ដាប់នាងស្រីមុំបោះជំហានទៅមុខហើយក្រាបទូលថាបបិទ្ធព្រះអង្គទូលព្រះបង្គំមិនត្រូវការទ្រព្យសម្បត្តិរបស់នាងទេទូលព្រះបង្គំសូមត្រឹមតែថែរក្សាឪពុកដោយសុខសាន្តប៉ុណ្ណោះព្រះមហាក្សត្រទ្រង់ញញឹមចិត្តរាបទាបរបស់នាងធំជាងទ្រព្យសម្បត្តិទាំងអស់ទៅទៀតព្រះមហាក្សត្រទ្រង់លើកព្រះហស្ថឡើងពួកអ្នកបម្រើរាជការនាំយកហៀបមាសសូត្រនិងត្បូងជាច្រើនមកថ្វាយនេះសម្រាប់នាងស្រីមុំនាងបានបង្ហាញពីតម្លៃនៃទ្រព្យពិតប្រាកដនាងស្រីមុំក្រាបថ្វាយបង្គំទឹកភាពរបស់នាងស្រក់ចុះនាងស្រីទូចបាទៅកាន់ព្រះមហាក្សត្រដោយជង្គង់សូមទ្រង់ព្រះមេត្តាទូលព្រះបង្គំបានរៀនសូត្រមេរៀនហើយទូលព្រះបង្គំនឹងថែរក្សាឪពុកទូលព្រះបង្គំនឹងផ្លាស់ប្ដូរខ្លួនឯងនាងយំសម្លៀកបំពាក់សូត្រដ៏ស្អាតរបស់នាងប្រឡាក់ដៃ
ព្រះមហាក្សត្រទ្រង់សម្លឹងមើលនាងមួយស្រក់បាក់ព្រះភក្ត្រាដ៏តឹងរឹងរបស់ព្រះអង្គក៏ទន់ភ្លន់បន្តិចមេត្តាក៏ជាគុណបុការៈមួយដែរយើងមិនដកទ្រព្យសម្បត្តិរបស់ឯងទេប៉ុន្តែឯងត្រូវតែបង្ហាញការផ្លាស់ប្ដូរចូលថែរក្សាឪពុករបស់ឯងរយៈពេល1ឆ្នាំបើឯងបរាជ័យទ្រព្យសម្បត្តិរបស់ឯងនឹងត្រូវប្រគល់ឲ្យជនក្រីក្រនាងស្រីទូចងក់ក្បាលយ៉ាងខ្លាំងទូលព្រះបង្គំសូមសន្យាបើពិតព្រះអង្គទូលព្រះបង្គំនឹងមិនធ្វេសប្រហែសឪពុកទៀតឡើយនាងក្រាបថ្វាយបង្គំដល់ដីព្រះមហាក្សត្រទ្រង់ត្រាស់ថាចូលក្រោកឡើងចូលទៅផ្ទះចូលចាប់ផ្ដើមជីវិតថ្មីរបស់ឯងព្រះមហាក្សត្រទ្រង់បញ្ជូនសង់ផ្ទះថ្មីមួយសម្រាប់នាងស្រីមុំនិងឪពុករបស់នាងកម្មករសង់ផ្ទះឈើដ៏ស្រស់ស្អាតមួយមានសសរចម្លាក់នាងស្រីមុំឈោមមើលទឹកភាពរបស់នាងស្រក់ចុះដោយក្តីសប្បាយឪពុកពិការភ្នែករបស់នាងញញឹមហើយកាន់ដៃនាងយ៉ាងណែនមុនពេលព្រះមហាក្សត្រយាងត្រឡប់ទៅវិញព្រះអង្គមានព្រះបន្ទូលទៅកាន់ប្រជានិរាស្ត្រថាចូលឲ្យរឿងនេះជាគតិអប់រំដល់កូនចៅទាំងអស់សេចក្តីស្រឡាញ់របស់ឪពុកម្ដាយជាកំណប់ដ៏ធំបំផុតចូលគោរពឪពុកម្ដាយរបស់ខ្លួនមិនមែនរង្វាន់ទេគឺដោយសារតែវាជាការត្រឹមត្រូវ1ឆ្នាំក្រោយមកនាងស្រីទូចបានផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងនាងកំពុងចិញ្ចឹមបាយឪពុកដោយដៃរបស់នាងផ្ទាល់នាងជូតមាត់ឪពុកដោយខ្នាណាត់ទន់មុខរបស់នាងឡើងក្រហត់ក្រទុំទៀតហើយឪពុករបស់នាងញញឹមព្រះមហាក្សត្រទ្រង់យាងត្រឡប់មកភូមិវិញព្រះអង្គយាងទៅកាន់ផ្ទះមហាសេដ្ឋីដោយពុំបានប្រាប់ទុកជាមុនព្រះអង្គទតឃើញនាងស្រីទូចកំពុងថែរក្សាឪពុកដោយក្តីស្រឡាញ់ពិតប្រាកដព្រះអង្គញញឹមហើយត្រាស់ថាឯងបានរក្សាសន្យារបស់ឯងពិធីមង្គលការដ៏រីករាយមួយត្រូវបានប្រារព្ធឡើងនាងស្រីមុំស្លៀកពាក់សំពត់សូត្រពណ៌ផ្កាឈូករៀបការជាមួយបុរសវ័យក្មេងដែលមានចិត្តសប្បុរសម្នាក់ក្នុងភូមិឪពុកពិការភ្នែករបស់នាងត្រូវបានគេនាំទៅអង្គុយខាងមុខគាត់យំដោយក្តីសប្បាយនាងស្រីទូចក៏បានមកចូលរួមពិធីមង្គលការដែរនាងមិនស្លៀកពាក់សំពត់ដ៏ប្រណីតទៀតទេនាងស្លៀកសម្លៀកបំពាក់សាមញ្ញដូចអ្នកដទៃនាងជួយចាក់បាយទឹកដល់ភ្ញៀវអ្នកភូមិក៏ទទួលស្គាល់នាងវិញប៉ុន្មានឆ្នាំក្រោយមកស្ត្រីចំណាស់ម្នាក់នាងស្រីមុំកាលពីនៅក្មេងប្រាប់រឿងនេះដល់ចៅៗរបស់នាងកូនអើយសូមចងចាំថាសេចក្តីស្រឡាញ់របស់ឪពុកម្ដាយមានតម្លៃជាងមាសប្រាក់ជាងអស់ក្នុងលោកដូច្នេះហើយរឿងព្រេងនេះត្រូវបានគេដំណាលតទៅគ្នាពីមួយជំនាន់ទៅមួយជំនាន់គតិដែលបានរៀនគេថាកូនគប្បីដឹងគុណឪពុកម្ដាយព្រោះសេចក្តីស្រឡាញ់របស់ឪពុកម្ដាយជាកំណប់ដ៏មានតម្លៃបំផុតក្នុងលោក